ចាអូននឹងនិយាយពីការចាក់ថ្នាំពជាកំណើតនេះចាវីដេអូនេះចាក់ថ្នាំពជាកំណើតឈប់ចាក់ឲ្យអត់ឃើញមករដូវសោះអញ្ចឹងខ្ញុំចង់និយាយទៅលើគេហៅថានឹងគេនិយាយទៅលើគុណវិបត្តិរបស់ថ្នាំចាក់ពជាកំណើតគុណវិបត្តិរបស់ថ្នាំចាក់ពជាកំណើតគឺស្ត្រីមិនអាចទាន់មករដូវភ្លាមទេបន្ទាប់ពីឈប់ចាក់រយៈពេល6ទៅ9ខែទើបស្ត្រីអាចនឹងមករដូវសារជាថ្មីបានចាប៉ុន្តែបើសិនបើស្ត្រីចង់ឲ្យមានការមករដូវវិញបន្ទាប់ពីឈប់ចាក់ខែហ្នឹងស្ត្រីគួរចាប់ផ្ដើមប្រើមធ្យោបាយពជាកំណើតប្រភេទលេបសិនព្រោះអីប្រភេទលេបគឺមានអរម៉ូនពីរមុខដែលជួយជំរុញឲ្យស្ត្រីមករដូវវិញធម្មតាចាប៉ុន្តែបើសិនបើលេបមួយខែហើយមិនទាន់ឃើញមកក៏បងប្អូនបាច់បារម្ភដែរបន្តលេបមួយបន្ទះឬពីរបន្ទះទៀតទៅនឹងមករដូវវិញធម្មតាហើយមកវិញលឿនជាងដែលយើងរងចាំឲ្យមករដូវតាមធម្មជាតិរបស់អតិពលរបស់ថ្នាំចាក់អញ្ចឹងគឺបងប្អូនអាចប្រើមធ្យោបាយលេបសិនដើម្បីឲ្យមករដូវវិញសិនចាំចាប់ផ្ដើមយកកូនឬក៏ចាប់ផ្ដើមពជាកំណើតមធ្យោបាយផ្សេងបានប៉ុន្តែចង់ជម្រាបថាប្រសិនបើយើងចង់ឲ្យមករដូវលឿនគឺមិនលឿនទេសម្រាប់ថ្នាំចាក់ណាចា9ខែ10ខែទើបអាចមករដូវសារជាថ្មីនិងអាចមានកូនសារជាថ្មីបានសម្រាប់ថ្នាំចាក់នេះចា